កម្ពុជាបដិសេធចំពោះការចោទប្រកាន់ថាត្រៀមសម្រាប់ការផ្ទុះអាវុធលើកទី3ជាមួយថៃលោកស្រីម៉ាលីសុជីតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី24ខែមីនាឆ្នាំ2026នេះបានបដិសេធទៅនឹងសារព័ត៌មានថៃបានចុះផ្សាយដោយដកស្រង់សម្ដីរបស់ប្រធានចារកម្មថៃដែលចោទមកលើកម្ពុជាត្រៀមសម្រាប់ការផ្ទុះអាវុធលើកទី3គឺមិនត្រឹមត្រូវនិងជាការអះអាងដោយគ្មានមូលដ្ឋានលោកស្រីម៉ាលីសុជាតាក៏បានបញ្ជាក់ទៀតថាកងយោធាពលខេមរៈភូមិន្ទប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នៅការគោរពសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC ថ្ងៃទី27ខែធ្នូឆ្នាំ2025សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃថ្ងៃទី26ខែតុលាឆ្នាំ2025និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតព្រមទាំងអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាលកម្ពុជាក្នុងការរក្សាសន្តិភាពស្ថិរភាពនិងសន្តិសុខតាមបណ្ដោយព្រំដែនកងទ័ពកម្ពុជាគាំទ្រយ៉ាងពេញទំហឹងនៅគោលជំហររបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយឈលលើមូលដ្ឋានច្បាប់អន្តរជាតិនិងអនុសញ្ញាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមានគួររំលឹកផងដែរថាមុនពេលផ្ទុះអាវុធលើកទី1និងទី2ភាគីថៃបានចោទប្រកាន់កម្ពុជាថាបានដាក់ពង្រាយគ្រាប់បែកប្រឆាំងមនុស្សថ្មីតាមបណ្ដោយព្រំដែនដែលបង្កឲ្យមានភាពតានតឹង